នេះខ្ញុំបានមកដល់អបចក្រាផ្លូវហើយបងប្អូននេះចូលជួយការរបស់ខ្ញុំគឺវាស្រួលទេផ្លូវគុំរបស់វត្តនៅគុំទៅមកពីបងប្អូនគឺគុំមូលសម្គាល់ពីបងប្អូនហើយគាត់ទៅបានតាមដែរទេហើយថាទៀតតាមផ្លូវដែលទៅកណ្ដាលរបស់ខ្ញុំហើយចុះបងប្អូនទៀតនឹងដឹងថាអ្នកកណ្ដាលចាប់ដើមដំបូងមុនគេគាត់ធ្វើអ្វីបាទហើយចង់និយាយថានៅក្នុងដីចំការរបស់គាត់ណាបងប្អូននៅក្នុងដីចំការរបស់គាត់មុននឹងគាត់ដាំដុះប្រមូលផលបានទៅជាទិន្នផលហ្នឹងជាដំបូងគាត់ធ្វើអ្វីជាបន្តគាត់ធ្វើអ្វីអញ្ចឹងបងប្អូនរងចាំទស្សនាវីដេអូคลิปរបស់ខ្ញុំនឹងរៀបរាប់ឲ្យឃើញតាំងពីដើមរហូតដល់ប្រមូលផលបងប្អូនបាទនេះជាទី1អរគុណច្រើនសិនបងប្អូនចាំទៀតបងប្អូននឹងដឹងថាអ្នកចំការគាត់ធ្វើអីជាដំបូងគេបាទបងប្អូនឥឡូវនេះខ្ញុំបានជិះកង់3មកដល់ចំការរបស់ខ្ញុំហើយបងប្អូនហើយឥឡូវនេះខ្ញុំកំពុងតែរៀបចំបងប្អូនកំពុងតែរៀបចំបាទបងប្អូនអ្នកចំការយើងចាប់ផ្ដើមដំបូងគេបើសិនជាដីចាប់ផ្ដើមដំបូងគេគឺចាប់ផ្ដើមមានន័យថាធ្វើចំការដំបូងចាប់ផ្ដើមដំបូងមុននឹងដាំដល់ដាំដុះដល់អីបងប្អូនអ្នកធ្វើចំការត្រូវតែគិតត្រូវតែធ្វើអាហ្នឹងបងប្អូនបើសិនជាដីនោះដាំដលងអាហ្នឹងវាអត់មានស្មៅទេបងប្អូននឹងងាយស្រួលដំបូងឡើងគឺយើងចាប់ដើមភ្ជួររាស់តែម្ដងតែសម្រាប់ដីដែលវាមានស្មៅដូចជាយើងដាំពោតដាំសណ្តែកហើយយើងទុកចោល4-5 ខែអញ្ចឹងស្មៅគុំនេះឬក៏ស្មៅអ្វីប្រភេទផ្សេងទៀតវានឹងដុះបាទអញ្ចឹងបងប្អូនអ្វីដែលយើងចាប់ផ្ដើមធ្វើមុនគេទៅលើចំការបងប្អូនគឺយើងត្រូវប្រៀបស្មៅបាទប្រៀបស្មៅដែលវាដុះហ្នឹងអញ្ចឹងយើងប្រៀបស្មៅហើយយើងដុតវាទើបអាចភ្ជួររាស់បានបងប្អូនបាទហើយការប្រៀបស្មៅនេះវាមានច្រើនរបៀបច្រើនប្រភេទច្រើនសន្តានបងប្អូនអ្នកខ្លះគាត់ក៏យកកង់អត្រានេះចង3 4 5អញ្ចឹងទៅដើម្បីអូសលើស្មៅអ្នកខ្លះគាត់យកឈើអ្នកខ្លះគាត់មានរនាស់បាទបងប្អូនឥឡូវនេះខ្ញុំបានមកដល់ចំការហើយក៏រៀបចំត្រៀមបាទធ្វើចំការដំបូងបងប្អូនមានខ្ញុំធ្វើដំបូងណាចាប់ផ្ដើមមកធ្វើដំបូងអ្នកចំការត្រូវតែធ្វើអ្វីមុនគេបងប្អូននេះឥឡូវនេះខ្ញុំបានរៀបចំហើយបាទរៀបចំហើយបងប្អូនអញ្ចឹងបើយើងមិនបានប្រៀបស្មៅវាទេយើងភ្ជួរអត់កើតទេបងប្អូននេះមានតែ5គ្រឿងហើយខ្ញុំសម្រាប់ចិត្តយកឈើនេះអូសពីព្រោះឈើនេះវាធំទំហំធំអញ្ចឹងយើងអូសទៅឆាប់ហើយបាទមានចង្វាក់2ខ្សែអត្រា1គ្រឿងបងប្អូនអញ្ចឹងបងប្អូនថាតើចាំមើលខ្ញុំធ្វើយ៉ាងម៉េចហើយជាដំបូងខ្ញុំធ្វើយ៉ាងម៉េចបាទចាំទស្សនាទាំងអស់គ្នាបងប្អូនរៀបស្វាអត្រានេះបងប្អូននេះគេចងចេះមកបងប្អូនរៀបឆ្លងអត្រាតិចបងប្អូនរៀបឆ្លងបាទអត្រាក៏រៀបចំចេញហ្នឹងបងប្អូន